ថ្ងៃនេះយើងមកលេងលាយពណ៌ទាំងអស់គ្នាពណ៌លឿងទុំយកពណ៌អីនេះពណ៌អីចេះអូយកពណ៌លឿងលាយនឹងពណ៌ក្រហមពណ៌លឿងពីសារ៉ាងពណ៌ក្រហមមួយសារ៉ាងអូវាមើលយេអូខេបានហើយពណ៌ស្វាយយកមួយចាអូគឺយកពណ៌ក្រហមលាយជាមួយនឹងពណ៌ខៀវយើងយកពណ៌ក្រហម3សារ៉ាងលាយជាមួយពណ៌ខៀវមួយសារ៉ាងយេស្អាតតាយេពណ៌បៃតងដាក់ឃើញហើយយកពណ៌លឿងលាយជាមួយពណ៌ខៀវយើងដាក់លឿង3សារ៉ាងដាក់ពណ៌ខៀវតែមួយសារ៉ាងបានហើយយេពណ៌ត្នោតយើងយកពណ៌លឿងលាយជាមួយនឹងពណ៌ស្វាយដាក់ម្នាក់មួយសារ៉ាងជានិយាយតែដូចរៀងស្ទើរចឹងយើងថែមពណ៌ក្រហមបន្តិចមើលតែនអូខេយេឥឡូវចូលមកដល់ពណ៌ផ្កាឈូកម្ដងពណ៌ផ្កាឈូកយើងយកពណ៌សលាយនឹងពណ៌ក្រហមតោះចាប់ផ្ដើមយើងដាក់ពណ៌ស2សារ៉ាងនិងពណ៌ក្រហមតិចបានហើយ
វាចូលគ្នាអូខេយេពណ៌បៃតងខ្ចីយើងយកពណ៌លឿងលាយនឹងពណ៌ខៀវយើងដាក់ពណ៌លឿងឲ្យច្រើនហើយពណ៌ខៀវយើងដាក់តែបន្តិចទេមើលអូខេសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ